đây rồi bó xem của anh miền từ đạp từng không ạ giấy đấy giấy hả giấy nữa giấy ấy vừa nó mau từ nữ từ bên nữ thì chị này máu ấy phải đâu ngọt phải đâu chút thật lắm chút chứ rồi phải tô đây đó anh nhạt suốt đây bong bồn đang ở khné bà nàyคือជាវីដេអូទី2នៃការធ្វើស្លាបាទរបស់អ្នកស្រុកកោះសុទិនបាទអញ្ចឹងដោយបងប្អូនបានទស្សនាវីដេអូភាគ1បាទពាក់ព័ន្ធជាមួយនឹងការធ្វើស្លាបាទអញ្ចឹងការធ្វើស្លានេះដែរបាទគឺមិនទៅសើមិនបានទេបាទក្រោយពីការបេះប្រលេះជាក្របហើយមកបកបាទអញ្ចឹងក្រោយពីបកហើយយើងមកហាន់ជាចំណិតបាទឆៅឈូសបាទមកឈូសទៅបាទបើបងប្អូនណាចេះប្រើកាំបិតមុខពីរនេះគឺយើងឈូសទៅបាទបើបងប្អូនអស់លោកស្រីណាដែលគាត់មិនចេះឈូសបាទគាត់យកកាំបិតចិត្តជាចំណិតដូចយើងចិត្តបន្លែក្រូចឆ្មាអញ្ចឹងបងប្អូនបាទប៉ុន្តែជាទូទៅបងប្អូនកសិករនៅខាងកំពង់ចាមអ្នកធ្វើស្លាភាគច្រើនគឺគេឈូសបែបនេះឯងបាទអញ្ចឹងបងប្អូនគិតមើលឈូសស្លារាប់រយរាប់ពាន់គ្រាប់រាប់រយគីឡូបាទឈូសបាទអញ្ចឹងបងប្អូនអ្នកធ្វើស្លាច្បាស់ចិត្តដឹងហើយបាទអញ្ចឹងតម្រាំតែបានជាស្លាសម្រាប់លក់ហ្នឹងនៅ2-3ដំណាក់កាលទៀតបងប្អូនបាទនៅ2-3ដំណាក់កាលទៀតបាទអញ្ចឹងក្រោយពេលយើងឈូសហើយគឺយើងស្ងោរបងប្អូនបាទគឺយើងស្ងោរបាទស្ងោរគឺយើងវាស់ទឹកបាទអញ្ចឹងការស្ងោរនេះដែរគឺយើងអានេះក្បួនធ្វើស្លាបងប្អូនអញ្ចឹងខ្ញុំសូមមិនប្រាប់ទេបងប្អូនឆ្ងល់ហើយអាចសួរបានបាទពាក់ព័ន្ធជាមួយនឹងការស្ងោរនេះបាទអញ្ចឹងយើងមិនចេះតែស្ងោរធម្មតាទេបាទគឺយើងមានកំណត់ទឹកបាទកំណត់ទឹកយើងមានដាក់ដូចជាស្អីគេជួបងប្អូនសណ្ដាន់បាទដាក់សណ្ដាន់បាទអញ្ចឹងអានេះគេដាក់មិនដឹងជាគោមនងដាក់ដើម្បីអីបាទដើម្បីឲ្យវាល្អឬក៏ដើម្បីឲ្យអីទេបាទគឺយើងអត់ដឹងទេបាទអញ្ចឹងការធ្វើស្លានេះមានអារម្មណ៍ថាហត់បងប្អូនហត់បាទអញ្ចឹងយើងមើលទៅបាទខ្នងរបស់គាត់ឡើងអាឡងអស់បាទបែកនេះបាទហើយទៅការធ្វើស្លានេះដែរយើងក៏អាចសម្រាកឬក៏អីបានទេបងប្អូនបាទគឺក្រោយពីបេះហើយយើងប្រលេះហើយយើងបកហើយយើងឈូសបាទក្រោយពីឈូសហើយយើងយកចំណិតស្លាហ្នឹងទៅដាក់ស្ងោរបាទស្ងោរនឹងគប់ភ្លើងហ្នឹងបងប្អូនបាទអញ្ចឹងក៏នឹកគិតក៏ហត់ដែរបងប្អូនក៏ហត់ដែរបាទខ្ញុំឈរហ្នឹងឈរមើលថាគាត់ក្រោយពីស្ងោរហើយគាត់យកទៅណាទៀតបាទអញ្ចឹងគាត់ដុសដាក់នឹងកញ្ច្រែងដើម្បីឲ្យវាស្រស់ទឹកបងប្អូនបាទឲ្យស្រស់ទឹកដើម្បីយកទៅបើយើងគិតទៅយើងយកទៅហាលបងប្អូនបាទយកទៅហាលអញ្ចឹងប៉ះតែខែនេះទៀតបាទបងប្អូនបាទខែនេះទៀតវាមេឃនេះបងប្អូនមេឃទុំមេឃភ្លៀងបាទអញ្ចឹងខ្លះគេត្រូវឆ្អើរបាទហើយទៅការឆ្អើរយើងត្រូវការខ្ជូងត្រូវការអុសអីទៀតណាបងប្អូនអញ្ចឹងមានន័យថាធ្វើស្លាពិតជាចំណាយច្រើនមែនតើបាទហើយទៅប៉ះឆ្នាំខ្លះស្លានឹងធ្លាក់ថ្លៃបងប្អូនស្លាធ្លាក់ថ្លៃបាទអញ្ចឹងវាបានយើងស្លាខ្លួនឯងយើងធ្វើចំណេញបានតិចតួចប៉ុន្តែយើងខាតកម្លាំងណាបងប្អូនដឹងស្រាប់នៅគាត់នៅការដុតភ្លើងនេះយើងប្រើជាអុសប្រើជាខ្ជូងបងប្អូនបាទប្រើជាអុសជាខ្ជូងបាទអញ្ចឹងនេះដល់ពេលយើងស្ងោរឆ្អិនយ៉ាងណាស្ងោរត្រូវតាមពេលវេលាយើងស្រង់បាទយើងស្រង់អញ្ចឹងក្រោយពីស្រង់ហើយយើងរងាស់ទឹកដែលយើងស្ងោរហើយនឹងបាទរងាស់ទុកប្រឡាក់នៅពេលក្រោយទៀតបាទនេះបាទអញ្ចឹងចាប់ដើមស្រស់ទឹកហើយបាទស្រស់ហើយអញ្ចឹងក្រោយពីស្រស់ហើយយើងមករៀបចំប្រទេសបាទរៀបចំប្រទេសដើម្បីដាក់ហាលបងប្អូនដាក់ហាលនោះយើងលើកអានោះមកដាក់ហាលហើយបាទ
ចឹងការធ្វើស្លាពិតជាហត់ដល់បងប្អូនអើយបាទចឹងនេះចឹងយើងចាក់យកមកព្រាយនៅលើធ្នើនេះនៅលើប្រទេសហ្នឹងបាទនៅលើប្រទេសហ្នឹងបាទចឹងបានប្រហែលប្រទេសដែរបាន3 4ប្រទេសដែរបាទចឹងមកកញ្ច្រែងធ្ងន់ណាបងប្អូនធ្ងន់ណាចឹងយើងព្រាយវានេះអញ្ចឹងយើងត្រូវការដាក់ព្រាយវាហើយយើងយកមកគៀវាឲ្យពេញប្រទេសហ្នឹងទៅដើម្បីឲ្យឆាប់ស្ងួតទឹកណាអញ្ចឹងបងប្អូននេះគឺជាវគ្គទី2បាទវគ្គទី2នៃវីដេអូនៃការធ្វើស្លាបាទអញ្ចឹងខ្ញុំនឹងដាក់វគ្គបន្តទៀតណាអញ្ចឹងបងប្អូនកុំភ្លេចជួយមើលវីដេអូហ្នឹងហើយបើសិនជាបងប្អូនធ្លាប់ធ្វើជួយខមមិនផងបាទថាការបកស្រាយរបស់ខ្ញុំនឹងវាត្រូវក៏អត់បាទអញ្ចឹងមានវីដេអូរបស់ខ្ញុំមានខ្លីៗប៉ុណ្ណឹងបាទកុំភ្លេចជួយចុច Subscribe អ្នកមួយផងបាទសូមអរគុណ